Chà lâu ní nhông ban màu mùi cần lại tiệt hái cứ cần lại ấy lục bố chui prap phong chà hoặc lại riết cho vén chà pum chà prep bát pum pizza nè phụ cận làng tàu hái chẳng bóng bồn á này nhầm màu ní cứ cần lại mùi cần lại tiệt chẳng nhầm ban màu bóng bình bón nấu bột tập phum chà sọc bọc pre sọc cầm nát bọc pre nấu nóng bát tê ăn đi chẳng bóng bồn mà ban khơi video này hái sớm nam mô tê ní nấu bón có sao để nhầm ban màu bóng bình ní sau mày ban chùm này bón smart kia sau mày ban sóc rồi chả tốc tầng ó kia ông cái này tí ní cái hao thái điệp rập tình mơ chà chui bóng phô này bạn chì phong để bạn mau bạn khơi video nhầm lại này hái nam mô tê ní bón tầng ó kia ta nè nè
របស់ព្រះរាជាប្របាទពុំពិសានៅនាក្រុងរាជជាគ្រឹះហើយណាអនុមោទនីមានប្រវត្តិរឿងរ៉ាវដែលពុទ្ធបរិស័ទយើងដើម្បីចូលដល់បងធំរកកន្លែងអង្គុយគួរសមណាស់រកកន្លែងពិបាកអីរកកន្លែងគួរសមដល់លយនៃពុទ្ធប្រវត្តិពុទ្ធបរិស័ទយើងបានសិក្សាបន្តហូរហែមកហើយថានៅថ្ងៃ15កើតខែឧសភាប្រាំព្រំប្រាំដឹងនៅណានៅពុទ្ធជាវាត្រាប់ចិត្តហេតុដីបន្ទាប់ពីព្រះអង្គព្រំប្រាំដឹងបានរួចហើយព្រះអង្គទ្រង់គង់សោយវិបុត្រសពអស់7សប្តាហ៍ចូលដល់ថ្ងៃទី1នៃសប្តាហ៍ទី8ព្រះអង្គគង់នៅណាដើមអាចជាសាលនេះគ្រោហើយត្រូវសហបតីព្រំទូលអរតនីឲ្យសម្ដែងព្រះធម៌ព្រះអង្គបាននិមន្តចេញពីដើមអាចបាលនេះគ្រោទៅថ្ងៃទី50បន្ទាប់ពីព្រះអង្គព្រមប្រាំដឹងបានព្រះអង្គយាងមកកាន់ក្រុងវារៀនដីព្រះអង្គបានគង់ចាំប្រវត្តិសាស្ត្រអស់3ខែនៅនាក្រុងបរិណសីប្រោសដល់បាទពួកជនប្រមាណជា60បងឲ្យបានសម្រាប់ជាព្រះអរិយបុគ្គលមានដល់ជាព្រះអរហន្តដែលមានដំណើរខ្លះញោមមានកំដេចបញ្ញវគិ5គោ5ព្រះអង្គប្រយោជន៍និងសម្លាញ់របស់ប្រយោជន៍54រួមលោក1ត្រូវ55បញ្ញវគិ5ប្រយោជន៍60បន្ទាប់ពីការចេញប្រវត្តិសាស្ត្រហើយព្រះអរហន្ត60ព្រះអង្គហើយនិងព្រះសម្មាសម្ពុទ្ធមួយផងគឺបាននិមន្តផ្សព្វផ្សាយព្រះពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធព្រះអង្គយាងមកកាន់ឧរុវេលាប្រទេសមកកន្លែងព្រះអង្គត្រាស់ដល់វិញកំតែព្រះអង្គមុនមកហ្នឹងព្រះអង្គបានប្រងចដិល3អ្នកបងប្អូនមានឧរុវេលកាសបៈជាដើមឲ្យបានលះចោលនៅទឹកលទ្ធិរបស់ខ្លួនហើយព្រះអង្គបានញ៉ាំឲ្យបានសម្រេចជាព្រះអរហន្តនៅណាយល់នៅកយាសីស័កប្រទេសទាំង1000អង្គហើយបានព្រះអង្គនាំបរិស័ទទាំង1000អង្គនឹងឯងទៅណាទៀតមកកាន់លទ្ធិវ៉ាន់ដែលយើងទៅខ្វាយគុំម្សិលមិញណាព្រះអង្គសម្ដែងទៅវារតៈជាដល់នៅប្រំដល់ពពួកជននៅនាដែនមេកធៈរួមទាំងប្របាទពុទ្ធពិសានេះទៅផងមានចំនួន110000នាក់បានសម្រេចជាសោតាបណ្ណបុគ្គល10000នាក់បានជាបានដល់នៅព្រះត្រៃសរណគមចឹងបានប្របាទពុទ្ធពិសាបានក្រាបទូលព្រះដមេប្រធាដើម្បីទទួលនៅភឹក្ខានៅព្រះរាជវាំងនេះឯងអញ្ចឹងលំនាំហ្នឹងមកពីហ្នឹងណាបានព្រះដមេព្រះអង្គទទួលពីអរតនីនិមន្តរបស់ព្រះបាទពុទ្ធពិសាហើយស្អែកឡើងបានព្រះអង្គនិមន្តមកនឹងឯងការនិមន្តមករបស់ព្រះអង្គគឺហើយហោមទៅដល់ព្រះអរហន្ត1000អង្គគឺចដិល1000អង្គនឹងឯងហើយការយាមមកហ្នឹងរបស់ព្រះដមេព្រះគឺមានប្រអិនណាបងមានប្រអិននាំដល់មកមានការច្រៀងពោលគាថាសរសើរគុណព្រះសម្មាសម្ពុទ្ធនឹងតាំងពីព្រៃលទ្ធវត្តនឹងមកហ្នឹងរហូតដល់ព្រះរាជវាំងនេះឯងបានយាងមកហ្នឹងក៏បានទទួលនៅភឹក្ខារបស់ព្រះបាទពុទ្ធពិសាថ្វាយហើយក៏មិនបានទិចំណែកបុណ្យអីហ្នឹងទេដល់ពពួកញាតិអីនោះហើយក៏សប្បាយចិត្តរីករាយជ្រះថ្លាតែខ្លួនឯងទៅបានយប់ឡើងហ្នឹងញាតិរបស់លោកដែលចាំទទួលផលនៃទានប្រមាណជា92ខែដីថានឹងត្រូវបានណាបងក៏ខកបំណងដល់ត្រង់ថាព្រះបាទពុទ្ធពិសាបានថ្វាយទានឲ្យអត់ទៅបំដល់ខ្លួនចឹងទៅក៏សម្ដែងជារូបភាពជាសម្លេងជាក្លិនឲ្យប្រកបដល់ព្រះរាជាឃើញហើយធំហើយដឹងហើយក៏មានតម្រេះថាហេតុនៃ
การគ្រប់គ្រងរាជរបស់លោកនឹងថាមានបញ្ហាមានអាណាមានបំឡងមិនល្អចង់បដូររំលំរាជរបស់ខ្លួនឬយ៉ាងណាបានចូលមកតាមទូព្រះរាមាប្រភាបានព្រះរាមាប្រភាព្រះអង្គទ្រង់សម្ដែងប្រាប់ទៅថាមិនមែនមានវិបត្តិដល់ការគ្រងរាជរបស់ព្រះរាជាទេគឺជាសម្លេងនៃពួកញាតិដែលចាំទទួលត្រេកអរអនុមោទនាផលរបស់មហារាជដែលបានថ្វាយទានដោយបំណងរងចាំនឹងអស់រយៈកាល92ផែនដីហើយដល់ពេលមហារាជថ្វាយទានដល់តថាគតនិងព្រះលោកសង្ឃអត់ទៅបន់ខំបំបំណងចឹងបានដែលព្រះរាជាក្រាបទូលព្រះរាមាប្រភាបំរតនាព្រះអង្គមកទទួលគឺខាងនៅក្នុងកែថ្ងៃស្អែកឯងហើយបានព្រះរាជាត្រៀមរៀបចំបំរុងមកបានថ្វាយទានដល់ព្រះសម្មាសម្ពុទ្ធនិងព្រះអរហន្ត1000ព្រះអង្គហ្នឹងថ្វាយទានហើយហ្នឹងក៏ព្រះសម្មាសម្ពុទ្ធព្រះអង្គធ្វើនៅអនុមោទនានៅវិធីគឺការត្រេកអរអនុមោទនានៅទានដែលព្រះរាជាបានថ្វាយហើយការអនុមោទនាវិធីហ្នឹងបានជាប្រសូតមួយឈ្មោះថាទេរោកតប្រសូតដែលពុទ្ធបរិស័ទយើងបានស្ដាប់មករឿយៗនៅស្រុកខ្មែរហើយរឿងរ៉ាវទាំងអស់នេះឯងគឺជាការបញ្ជាក់អំពីកំណើតនៃពិធីបុណ្យចេតនានុប្រទានគឺមាននៅក្នុងវរិយវាំងនេះណាញោមដែលយើងធ្លាប់បានស្ដាប់តែរកក៏រសូនប្រសំស្វាប់ជារឿយៗមកហ្នឹងឥឡូវនេះយើងបានមកដល់ទីតាំងដើមហើយនៅទីនេះឯងគឺតែរកក៏ដែលសូនព្រះអង្គសម្ដែងពធចោះញ៉ាំពពួកសត្វប្រមាណជា84000នាក់ឲ្យបានត្រាស់ដឹងធម៌ក្នុងទីកន្លែងនេះបាទថ្ងៃស្អែកព្រះរាជារតនាព្រះអង្គមកទៀតសម្ដែងពធចរពរសោទៀតពួកសត្វ84000នាក់បានត្រាស់ដឹងធម៌បន្ថែមទៀតយ៉ាងនេះឯងចប់តគ្នាចំនួន7ថ្ងៃព្រះអង្គសម្ដែងចរពរសោចប់តគ្នា7ថ្ងៃពួកសត្វបានត្រាស់ដឹងធម៌84000នាក់7ថ្ងៃចប់តគ្នាគុណសរុបទៅគឺបាន588,000រូបដែលបានក្រេបនៅអមតៈធម៌រស់នៃព្រះនិព្វានថ្នាក់ដំបូងនៅទីនេះឯងបាទណាអនុមោទនីសាធុទីកន្លែងដែលយើងអង្គុយទាំងអស់នេះញាតិញោមសភាពបច្ចុប្បន្នគឺមានប្រមាណប៉ុណ្ណេះក៏ប៉ុន្តែអតីតកាលដឹករួមរឿងប៉ុណ្ណារីកវាំងរីដំណាក់របស់ស្ដេចណាញោមហើយពូពេញទៅដោយការប្រើប្រាស់នៃព្រះសម្មាសម្ពុទ្ធព្រះរិយបុគ្គលព្រះអរហន្តទាំងឡាយទាំងពួងសូម្បីព្រះរាជាខ្លួនព្រះអង្គហ្នឹងក៏បានជាអរិយបុគ្គលតាំងតែពីទៅស្ដាប់ពធជាដំបូងនឹងឯងបាទតែសូមឲ្យពុទ្ធបរិស័ទយើងមានបរិស័យនៃការរួចផុតចាកទុក្ខដូចជាអរិយបុគ្គលដែលបានរួចផុតចាកទុក្ខហើយក្នុងទីនេះឯងបាទសូមអនុមោទនាសាធុហើយរតនាក៏ដល់លោកគ្រូមកស្វាគមន៍ពធទៅរាប់ពុទ្ធសូត្រមួយមេដែរណាដល់ស្រុកនេះដើម្បីជាការនឹករលឹកដល់សម័យកាលដែលបងគ្រូសម្ដែងពធហើយពុទ្ធបរិស័ទយើងដែលទៅចេះកំណាមដែលលោកគ្រូអគ្គបណ្ឌិតបានចងក្រងមកនៅទីហ្នឹងដែលយើងមើលនៅក្នុងបរិយាវាំងនេះមើលទៅជុំវិញហ្នឹងគឺឃើញសត្វតែអីបើសត្វតែភ្នំទាំងអស់មានបាន5មហាថាបញ្ចកិកិរីបើហ្នឹងឯងនៅពេលប្រឡប់អស់ស្ដាប់កូនចឹងទៅគឺដែលមានសភាពដូចដែលលោកគ្រូអគ្គជើញមកចឹងសូមរតនានិមន្តកណាដែលមកជួបជុំគ្នាជួយស្វាគមន៍ពធហើយយើងសូមស្វាគមន៍នៅកំណាប់លោកគ្រូអគ្គមុនណាបងណាទាំងអស់គ្នាអ្នកបានចេះហើយខ្ញុំឈរកណ្ដាលទីក្រុងចាងខ្ញុំនឹងព្រះនាងពេលប្រលប់បញ្ចាគិរីនៅឃើញគ្រប់ចិត្តខ្ញុំប្រារព្ធព្រះសាស្តាអរគុណគណៈចានភ្លឺហើយខ្ញុំពុំឃើញឡើយព្រះបិតាបានស្ងាត់សូនអស់អរហន្តាសល់តែសេនានឹងព្រៃភ្នំហាក់ដូចថ្មីអីនៅសំស្រាប់តែបានអស់ចាចោលខ្ញុំបានត្រឹមតែថ្លៃបង្គំទូលចិត្តស្វែងយល់នឹកសាស្តានឹកអើយសាននឹកអង្គព្រះពុទ្ធខ្ញុំសូមលំអត់អបសិរសាសំដែងរៀបរាប់ចាអក្សរាបកធាសាស្តាលំអាស្រ័យ
អ្វីក្តាន់ឬកាយស្ដាញយាមបាត់តមកាយបិណ្ឌចាត់ទឹកសពថ្ងៃអរតនីអង្គព្រះពុទ្ធថ្លៃ